សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សង្ខេបសៀវភៅរបស់នាងខ្ញុំនៅក្នុងវីដេអូនេះផងដែរនាងខ្ញុំនឹងលើកយកសៀវភៅដ៏ល្បីល្បាញមួយក្បាលដែលបានផ្លាស់ប្ដូរផ្នត់គំនិតមនុស្សរាប់លាននាក់អំពីហិរញ្ញវត្ថុដែលមានចំណងជើងថា Rich Dad Poor Dad បកប្រែជាភាសាខ្មែរថាឪពុកអ្នកមានបង្រៀនកូនអ្នកក្រសៀវភៅនេះគឺនិពន្ធដោយលោក Robert Kiyosaki និងសហនិពន្ធដោយនិងលោក Sharon Lechter Rich Dad Poor Dad គឺជាសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ល្បីល្បាញបំផុតមួយនៅពិភពលោកបោះពុម្ពលើកដំបូងនៅឆ្នាំ1997សៀវភៅនេះបំផ្លាញជំនឿចាស់អំពីលុយការសិក្សាការងារនិងការវិនិយោគជំនួសឲ្យការបង្រៀនអំពីតែការសន្សំលុយតិចៗវាបង្រៀនអំពីការផ្លាស់ប្ដូរផ្នត់គំនិតចំពោះលុយដោយនៅក្នុងសៀវភៅនេះអ្នកនិពន្ធមានឪពុកពីររូបទី1គឺ Poor Dad ឪពុកអ្នកក្រគឺជាឪពុករបស់លោក Robert Kiyosaki ផ្ទាល់គាត់មានការសិក្សាខ្ពស់ធ្វើការងាររដ្ឋមានការងារសុវត្ថិភាពប៉ុន្តែមានបញ្ហាហិរញ្ញវត្ថុចំណែកឪពុកម្នាក់ទៀតគឺ Rich Dad ឪពុកអ្នកមានគឺជាឪពុកមិត្តភ័ក្តិរបស់គាត់មិនបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ទេប៉ុន្តែចេះបង្កើតទ្រព្យសម្បត្តិដោយការធ្វើអាជីវកម្មនិងការវិនិយោគផ្សេងហើយឪពុកទាំងពីរគឺមានផ្នត់គំនិតនិងទស្សនៈផ្ទុយគ្នាអំពីរឿងលុយកាក់ហើយសៀវភៅនេះនឹងប្រៀបធៀបគំនិតរបស់ឪពុកទាំងពីរហើយបង្ហាញមេរៀនសំខាន់អំពីទ្រព្យសកម្មបំណុលនិងសេរីភាពហិរញ្ញវត្ថុគំនិតស្នូលនៅក្នុងសៀវភៅនេះផងដែរគឺចង់បង្រៀនថាអ្នកមានមិនធ្វើការដើម្បីលុយទេតែធ្វើឲ្យលុយធ្វើការឲ្យពួកគេមេរៀនទី1អ្នកមានមិនធ្វើការដើម្បីលុយទេមនុស្សភាគច្រើនត្រូវបានបង្រៀនឲ្យខិតខំរៀនសូត្រឲ្យបានល្អដើម្បីរកការងារឲ្យបានល្អហើយធ្វើការខិតខំយ៉ាងអស់ពីសមត្ថភាពដើម្បីរកប្រាក់ខែឲ្យបានខ្ពស់ឬក៏ច្រើននេះគឺជាផ្លូវដែលឪពុកអ្នកក្រជឿជាក់ហើយនឹងបង្រៀនកូនប៉ុន្តែចំពោះឪពុកអ្នកមានវិញបង្រៀនខុសពីឪពុកអ្នកក្រថាមនុស្សភាគច្រើនរស់នៅក្នុងរង្វង់កណ្ដុរធ្វើការបន្ទាប់មកទទួលបានប្រាក់ខែរួចក៏បង់បំណុលរួចក៏ត្រូវការលុយបន្ថែមបន្ទាប់មកធ្វើការថែមទៀតវាជាវដ្តមិនចេះចប់ឪពុកអ្នកមានបានបង្រៀនថាត្រូវតែរៀនអំពីលុយឲ្យបានច្បាស់និងធ្វើយ៉ាងណាឲ្យលុយបង្កើតប្រាក់ចំណូលដោយខ្លួនវាមេរៀនទី2ហេតុអ្វីត្រូវរៀនអំពីហិរញ្ញវត្ថុសាលាមិនដែលបង្រៀនអំពីលុយទេមនុស្សរៀនតែគណិតវិទ្យាសាស្ត្រប៉ុន្តែមិនរៀនអំពីការវិនិយោគឬក៏ច្បាប់ពន្ធអីឡើយឪពុកអ្នកមានបែងចែកពាក្យសំខាន់ពីរទី1ទ្រព្យសកម្ម asset គឺជាអ្វីដែលដាក់លុយចូលក្នុងហោប៉ៅរបស់អ្នកឧទាហរណ៍ដូចជាការវិនិយោគទៅលើផ្ទះជួលដែលទទួលបានប្រាក់ជួលទី2ការធ្វើអាជីវកម្មទី3ភាគហ៊ុនដែលផ្ដល់ប្រាក់ចំណេញទាំងនោះសុទ្ធតែរកលុយឲ្យអ្នកហើយចំពោះបំណុល liability គឺជាអ្វីដែលយកលុយចេញពីហោប៉ៅរបស់អ្នកឧទាហរណ៍ដូចជាការទិញឡានបង់រំលោះបំណុលកាតឥណទានផ្ទះដែលត្រូវបង់រំលោះជារៀងរាល់ខែមនុស្សភាគច្រើនគិតថាផ្ទះគឺជាទ្រព្យសកម្មប៉ុន្តែបើសិនជាវាយកលុយចេញពីអ្នកជារៀងរាល់ខែវាគឺជាបំណុលអ្នកមានផ្ដោតលើការបង្កើតទ្រព្យសកម្មមេរៀនទី3មើលអាជីវកម្មរបស់ខ្លួនឯងឪពុកអ្នកមានបាននិយាយថា Mind your own business មានន័យថាបើទោះបីជាអ្នកមានការងារក៏ត្រូវបង្កើតទ្រព្យសកម្មផ្ទាល់ខ្លួនផងដែរឧទាហរណ៍ដូចជាការរៀនវិនិយោគការបើកអាជីវកម្មខ្នាតតូចការផលិតផលិតផលផ្ទាល់ខ្លួនកុំសាងសង់សុបិនអ្នកដទៃតែសាងសង់សុបិនខ្លួនឯងមេរៀនទី4ពន្ធនិងអំណាចក្រុមហ៊ុនអ្នកមានយល់អំពីច្បាប់ពន្ធនិងប្រើក្រុមហ៊ុនដើម្បីកាត់បន្ថយពន្ធបុគ្គលិកវិញគឺរកប្រាក់រួចទៅបង់ពន្ធរួចបង់ការចំណាយផ្សេងចំណែកម្ចាស់អាជីវកម្មមុនដំបូងគឺរកប្រាក់បន្ទាប់មកបង់ការចំណាយរួចក៏បង់ពន្ធភាពខុសគ្នានេះធ្វើឲ្យអ្នកមានរក្សាលុយបានច្រើនជាងមេរៀនទី5អ្នកមានបង្កើតលុយកុំសួរថាខ្ញុំមិនមានលុយទេខ្ញុំមិនអាចទិញឡានឬក៏ផ្ទះនោះបានទេតែសួរខ្លួនឯងថាខ្ញុំអាចរកវិធីធ្វើឲ្យបានលុយមកទិញឡានឬក៏ផ្ទះនោះយ៉ាងដូចម្ដេចសំណៀងនេះបង្ខំឲ្យអ្នកគិត
នឹងមានភាពច្នៃប្រឌិតវិធីយ៉ាងណាដើម្បីទទួលបានលុយអ្នកមានស្វែងរកឱកាសមិនខ្លាចបរាជ័យឃើញបញ្ហាជាឱកាសមេរៀនទី6ធ្វើការដើម្បីរៀនមិនមែនដើម្បីតែប្រាក់ខែប៉ុណ្ណោះទេឪពុកអ្នកមានណែនាំឲ្យរៀនជំនាញដូចខាងក្រោមទី1ជំនាញការលក់ទី2ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទី3គណនេយ្យទី4ការវិនិយោគនៅពេលដែលអ្នកចេះជំនាញទាំងអស់នេះកាន់តែច្រើនឱកាសនឹងទទួលបានកាន់តែច្រើនហើយនៅក្នុងសៀវភៅនេះផងដែរក៏បានរៀបរាប់ពីឧបសគ្គទាំង5ធំដែលធ្វើឲ្យមនុស្សមិនអាចក្លាយជាអ្នកមានបានទី1ការភ័យខ្លាចទី2គំនិតអវិជ្ជមានទី3ខ្ជិលទី4ទម្លាប់ចំណាយមិនល្អទី5អាត្មានិយមសារសំខាន់បំផុតនៅក្នុងសៀវភៅនេះដែលអ្នកនិពន្ធចង់ផ្ដល់ឲ្យអ្នកទាំងអស់គ្នាទី1គឺផ្លាស់ប្ដូរផ្នត់គំនិតបង្កើតទ្រព្យសកម្មឲ្យបានច្រើនរៀនអំពីហិរញ្ញវត្ថុឲ្យបានច្បាស់លាស់កុំខ្លាចហានិភ័យធ្វើឲ្យលុយធ្វើការឲ្យអ្នកសៀវភៅ Rich Dad Poor Dad មិនមែនជាសៀវភៅគ្រាន់តែបង្រៀនរបៀបក្លាយជាអ្នកមានភ្លាមទេវាជាសៀវភៅមួយក្បាលដែលបង្រៀនរបៀបគិតដូចជាអ្នកមានឪពុកអ្នកក្របាននិយាយថារៀនឲ្យខ្លាំងរួចរកការងារល្អធ្វើចំណែកឪពុកអ្នកមាននិយាយថារៀនអំពីលុយបង្កើតទ្រព្យសកម្មនិងឲ្យលុយធ្វើការឲ្យអ្នកនោះអ្នកនឹងក្លាយជាអ្នកមានសៀវភៅនេះបើកភ្នែកមនុស្សជាច្រើនឲ្យយល់ថាសេរីភាពហិរញ្ញវត្ថុមិនមែនមកពីប្រាក់ខែខ្ពស់ទេតែមកពីទ្រព្យសកម្មចងចាំថាជីវិតមិនផ្លាស់ប្ដូរព្រោះយើងចងចាំច្រើននោះទេតែផ្លាស់ប្ដូរពេលដែលយើងអនុវត្តប្រសិនបើអ្នកពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចចុច like subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ទាប់ទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ